នេះគឺជារលាកក្បាលរបស់អាធិរាជដែលគេយកមកធ្វើជាកែវស្រានៅឆ្នាំ811 អាធិរាជ Nicephorus នៃចក្រភព Byzantine បានដឹកនាំកងទ័ពដ៏ធំសម្បើមប្រហែល 8,000 នាក់ចូលលុកលុយប្រទេសប៊ុលហ្គារីព្រមមានបំណងចង់កំទេចប៊ុលហ្គារីឲ្យរលាយសូន្យតែម្ដងពួកគេបានវាយយកទីក្រុង Pisca រាជធានីប៊ុលហ្គារីនិងបានធ្វើការកាប់សម្លាប់មនុស្សនិងដុតបំផ្លាញយ៉ាងព្រៃផ្សែងស្ដេចក្រមបានព្យាយាមសុំសន្តិភាពជាច្រើនលើកប៉ុន្តែ Nicephorus បានបដិសេធដោយភាពក្រអឺតក្រទមខណៈពេលដែលកងទ័ព Byzantine កំពុងដកថយតាមជាប់ភ្នំវ៉ាពីសាស្ដេចក្រមបានប្រើល្បិចដ៏ឆ្លាតវៃគេបានសាងសង់របងឈើដ៏ធំនិងរឹងមាំដើម្បីបិទច្រកភ្នំទាំងសងខាងធ្វើឲ្យកងទ័ព Byzantine ជាប់អន្ទាក់ដោយសត្វក្នុងទ្រុងនៅយប់ថ្ងៃទី26 ខែកក្កដាឆ្នាំ311កងទ័ពប៊ុលហ្គារីបានសម្រុកចូលវាយឆ្មក់ទាំងយប់វាគឺជាការកាប់សម្លាប់រង្គាលដ៏រន្ធត់អាធិរាជ Nicephorus ត្រូវបានសម្លាប់នៅក្នុងសមរភូមិនោះរួមជាមួយមេទ័ពកំពូលជាច្រើនទៀតដើម្បីអបអរជ័យជំនះនិងដើម្បីសងសឹកចំពោះការដុតបំផ្លាញរាជធានីរបស់ខ្លួនដេចក្រមបានបញ្ជាឲ្យធ្វើរឿងមួយដែលពិភពលោកទុកស្លុតគេបានកាត់ក្បាលអាធិរាជ Nicephorus រួចយកទៅដោតនៅលើឈើបង្ហាញមហាជនជាច្រើនថ្ងៃបន្ទាប់មកស្ដេចក្រមបានបញ្ជាឲ្យគេលាងសម្អាតលលាក្បាលនោះឲ្យស្អាតរួចស្រោបដោយប្រាក់យ៉ាងប្រណិតនៅខាងក្រៅគេបានប្រើលលាក្បាលនោះធ្វើជាកែវស្រាសម្រាប់ឲ្យស្ដេចក្រមផឹកក្នុងពិធីជប់លៀងអបអរជ័យជំនះអ្វីដែលកាន់តែក្រោយផ្សារនោះគឺក្រមមិនផឹកតែម្នាក់ឯងឡើយក្នុងពិធីជប់លៀងទ្រង់បានបង្ខំឲ្យពួកមេដឹកនាំស្លាវីដែលជាសព្វមិត្តរបស់ទ្រង់ផឹកស្រាចេញពីលលាក្បាលរបស់អាធិរាជ Byzantine នោះគ្រប់គ្នាដើម្បីបង្ហាញពីអំណាចនិងការបន្ទាបបន្ថោកសត្រូវ